ជួយសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឈ្មោះលោកសយគឹមសែយើងដល់មណ្ឌលគិរីយើងហៅថាភោជនីយដ្ឋាននិងទស្សនៈអរមីសបាទអញ្ចឹងថ្ងៃនេះយើងនឹងទស្សនៈមើលហើយទៅញ៉ាំអីនៅខាងក្រោមតោះ Let's go ហើយមុនដំបូងមុននឹងយើងចាប់ផ្ដើមវីដេអូនេះសូមឲ្យអ្នកទាំងអស់គ្នាចូលវីដេអូដើម្បី subscribe ហើយ like វីដេអូហើយ notification bell on so you never miss a video but let's go បាទអ្នកទាំងអស់គ្នាមើលសេចក្ដីភាពមួយមកយើងមើលទៅស្អាតហ្មងចង់និយាយអញ្ចឹងវាស្ពានធំនៅលើសួរអ្នកទាំងអស់គ្នាខ្ញុំបាទសយគឹមសែ again you know what I'm saying ចឹងមុនដំបូង like វីដេអូហើយ subscribe សិនណាចង់និយាយអញ្ចឹងហើយយើងដល់នេះយើងហៅថាបំរាមអរមីសមិនអរមីសទេអរមីសអញ្ចឹងអានេះទី1គេថាហាមយកម្ហូបអាហារទាំងភេសជ្ជៈចូលពេលហ្នឹងខ្ញុំប៊ីយកមកទៅអញ្ចឹងទី2គេថាហាមអីគេបាញ់សัตว์កាច់ផ្កាអូខេទី3ចុយសូមអីគេសូមបោះសូមបោះសម្រាមក្នុងធុងអត់ទេតោះ let's go នេះបាទខ្ញុំមក again អញ្ចឹងថ្ងៃនេះខ្ញុំនឹង review food ខាងមុនដំបូងយើងមានអានេះគេឆាជូអែមយើងមានឆាជូអែមឆ្អឹងជំនីខ្ញុំដឹងហើយអញ្ចឹងអានេះយើងមានឆាឡុកឡាក់ហើយយើងមានឆាតកួនហើយយើងមានអានេះពិសេសជាងគេគេហៅថានំប៉័ងនេះគេថានំប៉័ងជៀនពិសេសនេះហើយអានេះយើងមានស្លយគេវិញស្លត្រាវបាទខ្ញុំញ៉ាំតែឆាឡុកឡាក់ហើយអានេះបានខ្ញុំមិនញ៉ាំមិនផ្សេងសូមអរគុណ